សម្រាប់មេរៀនទី1ចំនួនហ្នឹងគឺនៅសភៅពុម្ពថ្នាក់ទី4មេរៀនដើមដំបូងហ្មងហើយសម្រាប់មេរៀនហ្នឹងគឺគេចង់ឲ្យយើងចេះពីការអានចំនួននីមួយៗតាមថ្នាក់និងតាមអានតាមខ្ទង់អញ្ចឹងសម្រាប់ឧទាហរណ៍ដែលដំបូងហ្នឹងគឺគេដាក់មកមួយសែនអញ្ចឹងមួយសែនយើងអានធម្មតាហ្នឹងមិនន័យថាយើងអានតាមខ្ទង់តែបើយើងអានតាមថ្នាក់គឺយើងអានតាមវិធីមួយទៀតគឺយើងមើលចំនួនយើងមើលថារាប់យើងក្បៀស3លេខ3ខ្ទង់ណាអញ្ចឹងដូចចំនួនដែលខ្ញុំបានសរសេរលើกระดาษខៀនអញ្ចឹងគឺយើងអានតាមខ្ទង់យើងអានថា1សែនអញ្ចឹងលេខនឹងវាមានលេខ0ប៉ុន្មានលេខ0ចំនួន5អញ្ចឹងយើងធម្មតាយើងអានថា1សែនហើយប៉ុន្តែសម្រាប់ការអានតាមថ្នាក់គឺយើងអានថា100,000យើង100,000និយាយទៅបើជាទូទៅគឺយើងអានតាមខ្ទង់ដែរតែក៏អាសាឮគេអានតាមថ្នាក់ដែរអញ្ចឹងណាយើងចំណាំមើលទៅហើយយើងអាចសម្រាប់អ្នកដែលគាត់ក្មេងៗដែលគាត់អត់សូវចាប់បានអីយើងបញ្យល់គាត់រាប់លេខរេ10,000,000,000សែនអីចឹងទៅហើយគាត់ថាអាចនឹងគាត់រៀងប្រហែលតិចសម្រាប់ការក្នុងការអានតាមថ្នាក់អាចថាពិបាកចាប់បានជាងអានតាមខ្ទង់ប៉ុន្តែយើងរកវិធីក្នុងការបញ្យល់មួយទៅគាត់នឹងយល់ទេតែនេះគឺជាការបើកក្បាលដំបូងហើយវាជា